កម្រិតនៃក្តីស្រឡាញ់បច្ចុប្បន្នគឺ55សេហើយចង្រៃយកចុះកម្រិតក្តីស្រឡាញ់នឹងអាចថយចុះប្រហែលជាធ្វើហួសពេកហើយធ្វើឲ្យនាងលែងជឿជាក់លើខ្ញុំស្រីក្មេងមេម៉ាយរស់នៅពិបាកណាស់មែនទេឲ្យតែនាងព្រមធ្វើជាស្រីរបស់បងធានាថាឲ្យអូនហូបឆ្អែតរាល់ពេលហាតាឈៀនគេគឺជាមនុស្សខូចតាំងពីបងប្រុសឯងស្លាប់គេតែងតែមកបៀតបៀនបងរហូតបងខ្លាចណាស់ចាងដាឈៀនឯងត្រឡប់មកវិញតាំងពីអង្ការស្មានតែស្លាប់នៅសមរភូមិបាត់ហើយបងស្រីកុំខ្លាចអីមានខ្ញុំនៅទីនេះហើយជាបងប្រុសឯងស្លាប់ទៅហើយឲ្យតែបងស្រីឯងព្រមរៀបការជាមួយខ្ញុំនឹងយកអង្គរសម្រុកមួយបាវមកដូរតើការដោះដូរនេះយ៉ាងម៉េចដែរល្មមនឹងបានហាត់ដៃហាត់ជើងដែរឆ្លៀតពេលបង្កើនពិន្ទុពីបងស្រីផងរំភើបចិត្តណាស់មនុស្សខូចមែនទេខ្ញុំណែនាំឲ្យឯងចេញពីទីនេះទៅអាសាហ្វតរិឆានតូចឯងចង់សាក់ជាមួយយើងមែនទេហ៊ាននិយាយជាមួយយើងបែបនេះផងអូតរិឆានតូចឯងចាំមើលទៅយើងមិនចប់ជាមួយឯងស្រួលទេខ្ញុំជាម្ចាស់នៃរាងកាយដើមនេះការហាត់ប្រាណរាងកាយនេះក៏មិនដែរជាមួយមនុស្សពីម្នាក់គ្មានបញ្ហាទេទទួលបានកម្រិតក្តីស្រឡាញ់ពីលីនវ៉ាន់រូបវឌ្ឍនភាពបច្ចុប្បន្ន60តាមពិតដាឈៀនពិតជាបរិសុទ្ធដែលខ្ញុំអាចពឹងផ្អែកបានមែនមនុស្សខូចគឺនេះគ្រាន់តែអាងមានអាហារបម្រុងបន្តិចបន្តួចក៏ដើរច្រងៀងខ្ញុំនឹងទៅរស់នៅផ្ទះវាឲ្យខ្ទេចមើលទៅតើវានៅហ៊ានឆ្មើងឆ្មៃទៀតទេបងស្រីចាំនៅទីនេះសិនខ្ញុំនឹងទៅរកសាច់មកឲ្យបំផ្លាញខ្លួនវូឡៃគឺជាមនុស្សអាបល់ម្នាក់ដែលល្បីខាងពីលៀននៅក្នុងភូមិមិននឹកស្មានថានៅក្នុងផ្ទះជនម្នាក់នេះលាក់ទុកប្រពន្ធដែលមានសម្រស់ស្អាតដូចបុប្ផាបែបនេះគួរឲ្យស្ដាយណាស់រកឃើញគោលដៅដែលមានគុណភាពខ្ពស់ដែលអាចភ្ជាប់បានគឺហ្វូសៀងយីតម្លៃបេដងបច្ចុប្បន្នគឺ0មិនទាន់ភ្ជាប់ជាមួយម្ចាស់ផ្ទះតើចង់ភ្ជាប់ដែរឬទេចាំបន្តិចសិនចាំនិយាយគ្នាផ្លៃស្រីនៅក្នុងផ្ទះសិនភ្ជាប់ច្រើនពេកប្រហែលជាមើលថែមិនដិតដល់ទេចម្លែកណាស់ហេតុអ្វីមានអារម្មណ៍ថាមានអ្នកណាកំពុងលួចមើលអញ្ចឹងព្រះអាទិត្យលិចបាត់ហើយហេតុអ្វីបានជាតាសៀនមិនទាន់ត្រឡប់មកវិញទៀតមកពីខ្ញុំទាំងអស់ដែលនិយាយថាចង់ញ៉ាំសាច់ប្រហែលជាគាត់ទៅបរបាញ់សត្វមែនទេដឹងសត្វសាហាវនៅលើភ្នំមានច្រើនណាស់បើសិនជាគាត់មានគ្រោះថ្នាក់អ្វីមួយតើខ្ញុំគួរធ្វើដូចម្ដេចទៅបងថ្លៃខ្ញុំត្រឡប់មកវិញហើយបងស្រីទីបំផុតអ្នកត្រឡប់មកវិញហើយបងថ្លៃមើលខ្ញុំយកអ្វីមកខ្លះនេះព្រះហើយមន់ព្រៃហើយមានដល់ទៅ2ទៀតផងមិននឹកស្មានថាហ៊ានប្រថុយជីវិតដើម្បីខ្ញុំសោះបងថ្លៃគុំនិយាយអញ្ចឹងអីក្នុងពេលដែលខ្ញុំបានសន្យានឹងជាបង្អែករបស់បងជាមនុស្សប្រុសត្រូវតែរក្សាសម្ដីទទួលបានពិន្ទុបេដងពីលីនវ៉ាន់រូបន្ថែម20ពិន្ទុវឌ្ឍនភាពបច្ចុប្បន្នគឺ80ឥឡូវខ្ញុំទៅចង្ក្រានបាយរៀបចំវ៉ាសិនចាសអាកាសធាតុត្រជាក់ខ្លាំងបែបនេះត្រូវតែត្រាំជើងក្នុងទឹកក្តៅបន្តិចបើមិនដូ